ក្រាកហើយបងប្អូនក្រាកហើយនៅក្នុងថ្ងៃនេះគឺថាវគ្គ16ក្រុមជើងទី2ក្នុងក្របខ័ណ្ឌ Champions League យើងបានមកដល់ហើយតោះទូទាយទាំងអស់គ្នាថាតើក្រុមណានឹងអាចឡើងទៅកាន់វគ្គ8ក្រុមចុងក្រោយជាមួយមីនទាំងអស់គ្នាយើងឃើញថាក្រុម Man City និង Chelsea មានបំណងចង់វិបកការចាញ់3គ្រាប់ក្នុងការប្រកួតជើងទី2នេះទល់នឹង Real Madrid ជាមួយនឹង Paris Saint-Germain នៅថ្ងៃនេះចំណែកក្រុមកំភ្លើងធំ Arsenal ដែលជាក្រុមកំពូលតារាង Premier League នឹងត្រូវស្វាគមន៍ក្រុម Bayer Leverkusen បន្ទាប់ពីស្មើជើងទី1 ទល់នឹង1នៅទឹកដីអាឡឺម៉ង់នៅសប្តាហ៍មុនរលេចទៅមើលក្រុម Newcastle វិញធ្វើដំណើរទៅកាន់ទឹកដី Barcelona នៅថ្ងៃពុធបន្ទាប់ពីរបូតគ្រាប់តាមស្មើនៅចុងម៉ោងបន្ថែមក្រុមជើងទី1នៅទឹកដីរបស់ខ្លួន ST Japan បន្ទាប់ពីការប្រកួតដ៏កក្រើកនៅវគ្គ16ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ជើងទី1ហើយការសម្រេចថាក្រុមណានឹងឡើងទៅកាន់វគ្គ8ក្រុមចុងក្រោយនៃរដូវកាលនេះនឹងត្រូវសម្រេចនៅជើងទី2ថ្ងៃទី17និង18ខាងមុខនេះក្លឹបនៅអង់គ្លេសទាំង5គ្មានក្លឹបណាមួយឡើយដែលឈ្នះទេនៅឯជើងទី1កន្លងទៅនេះក្រុម Arsenal ដែលជាក្រុមដែលមានទម្រង់លេងល្អជាងគេក្នុងរដូវកាលនេះក៏បានត្រឹមតែស្មើ1ទល់នឹង1ផងដែរជាមួយក្លឹបយ៉ាក់នៅអាឡឺម៉ង់មួយដែរគឺ Bayer Leverkusen ចំណែកក្រុមដែលមកពី Premier League ដូចគ្នាគឺ Liverpool មើលទៅដូចជាក្រុមដែលមានភាគរយខ្ពស់ក្នុងការឡើងទៅកាន់វគ្គ8ក្រុមចុងក្រោយប៉ុន្តែបែរជាចាញ់ Galatasaray 1ទល់នឹង0ទៅវិញនៅជើងទី1នៅឯទឹកដីរបស់ Galatasaray ទូគីយើងមានពាក្យទៅលើក្រុម Sporting ជាមួយ Bodo Glimt ការឈ្នះជាប់គ្នាដ៏អស្ចារ្យរបស់ Bodo Glimt គឺក្នុងក្របខ័ណ្ឌ Champions League នេះបានបន្តជាមួយនឹងការជ័យជំនះ3ទល់នឹង0នៅក្នុងដីខ្លួនឯងជាមួយនឹង Sporting Lisbon ហើយ Sporting ពួកគេមានភារកិច្ចតិចណាស់ក្នុងការវាយបកវិញនៅឯជើងទី2ក្រុម Ajax Lisbon មួយនេះពិតជាមានភាពខ្លាំងណាស់នៅក្នុងទឹកដីរបស់ខ្លួនប៉ុន្តែក្រុម Bodo រដូវកាលនេះពិតជាអស្ចារ្យពេកហើយបានឈ្នះ2ទល់នឹង1ទៅលើទឹកដីក្រុម Atletico Madrid ក៏ដូចជា Inter Milan ក្នុងការប្រកួតក្រៅដី2លើកចុងក្រោយរបស់ពួកគេតាមការវិភាគនឹងប្រមាណមើលរបស់ admin ថាគូនេះ Bodo Glimt នឹងឡើងទៅកាន់វគ្គ8ក្រុមចុងក្រោយចំណែក Arsenal ជាមួយ Leverkusen វិញការសិទ្ធិបាល់ពេនាទីនៅចុងម៉ោងរបស់ Kai Havertz បានជួយ Arsenal តាមស្មើ1ទល់នឹង1ជាមួយនឹងក្រុម Leverkusen ហើយជ័យជម្នះ2ទល់នឹង0កាលពីថ្ងៃសៅរ៍ទៅលើក្រុម Everton គឺគ្មានគ្រាប់បាល់រហូតដល់នាទីទី89ប៉ុន្តែវាអាចជាយប់ដ៏តាក់តឹងមួយដែរនៅឯទឹកដី Emirates Arsenal យប់នេះប៉ុន្តែadmin គិតថា Arsenal នឹងអាចឡើងទៅកាន់វគ្គ8ក្រុមចុងក្រោយផងដែរយើងទៅមើលមកគូទៀតគឺ Chelsea ជាមួយនឹង Paris Saint-Germain ក្រុម Paris ដែលជាក្រុមការពារដំណើរជើងឯ Champions League បានបង្ហាញទម្រង់លេងដ៏អស្ចារ្យមួយតែបានយកឈ្នះក្រុម Chelsea ក្នុងលទ្ធផល5ទល់នឹង2នៅទីក្រុង Paris ហើយការប្រកួតជើងទី2ក៏គួរតែអាចរកគ្រាប់បាល់បានច្រើនផងដែរក្រុម Paris Saint-Germain ក្នុងធ្វើដំណើរឆ្ពោះទៅទឹកដីអង់គ្លេសកាលពីរដូវកាលមុនបានឈ្នះការប្រកួតក្រៅដីជាមួយនឹង Liverpool ហើយនិង Arsenal ហើយពួកគេអាចបញ្ចប់កំណត់ត្រាដ៏ល្អឥតខ្ចោះក្នុងផ្ទះរបស់ Chelsea ក្នុងការប្រកួតនៅរដូវកាលនេះផងដែរតាមការវិភាគរបស់ admin មានគេថា Paris Saint-Germain នឹងអាចឡើងទៅកាន់វគ្គបន្តទៅមើលគូចុងក្រោយសម្រាប់នៅក្នុងថ្ងៃនេះគឺ Man City ជាមួយនឹង Real Madrid ដែលជា big match ផងដែរក្រុម Man City បានរងបរាជ័យធ្ងន់ធ្ងរមែនទែនក្នុងលទ្ធផល3ទល់នឹង0ជាមួយ Real Madrid កាលពីសប្តាហ៍មុនហើយលទ្ធផលស្មើ1ទល់នឹង1នៅទឹកដី West Ham កាលពីយប់ថ្ងៃស្អែកនេះចាំមើលតើ Man City អាចវាយបកលើ Real វិញបានទេនៅជើងទី2ក្នុងទឹកដីរបស់ខ្លួននេះទោះប្រវត្តិជួបគ្នាឈ្នះ2ទល់នឹង1នៅឯទឹកដី Bernabeu ក្នុងការប្រកួតវគ្គ8គ្រាប់នៅរដូវកាលកន្លងក៏ដោយ admin គិតថាក្រុមពីរនេះ Real Madrid នឹងឡើងទៅកាន់វគ្គ8ក្រុមចុងក្រោយតោះបងប្អូនទីទាំងអស់គ្នាមើលថាតើយប់នេះក្រុមណានឹងអាចឡើងទៅកាន់វគ្គបន្ត